បាទត្រង់សៀងវីឡុកជាងអាកំសត់សូមអូនកាយគោរពដល់ពុកម៉ែបងប្អូនខណៈពេលនេះសៀនមកដល់ក្រោយវត្តពេងសម្រិតគឺផ្លូវយ៉ងជួរបងប្អូនមកអាដំដងឲ្យបងមួយនេះរួចហើយក៏ឆ្លៀតពេលដើម្បីចែករំលែកបុករបរធ្វើធូបបងប្អូននេះសៀនទៅតែឡាញ់អាដំដងរបស់បងហើយក៏ឃើញបងប្រកបនៅមុខរបរថាធ្វើធូបដើម្បីយើងអាចបូជានៅក្នុងផ្ទះក្នុងសំបែងបងប្អូនធូបនេះកំពុងតែហាលធូបដូច្នេះហើយសៀននឹងក៏សូមចែករំលែកពីវិធីពីរបៀបធ្វើធូបយ៉ាងដូចម្ដេចសូមបងប្អូនយើងទេសនាដូចតទៅនេះឡូវមានម៉ាក៏នេះធ្វើbằngម៉ាស៊ីនទេបងប្អូនកាលមុនយើងលុយក្នុងដៃយ៉ាងពិបាកណាបងប្អូនណាឥឡូវហ្នឹងអស់ធ្វើbằngហត្ថកម្មហ្នឹងគេធ្វើbằngនឹងម៉ាស៊ីនបាទបាទសូមជម្រាបសួរបងថ្មីđấyបងធូបងធ្វើរបរធូបហ្នឹងយូរឆ្នាំនោះលោកបង6-7ឆ្នាំnữaហើយយើងធ្វើអញ្ចឹងយើងឡុករេតែឬមួយយើងដាក់កម្មួយអីគេបងដាក់មួយយើងដល់ឡុកដល់តំបន់ណាបងអុយអូនដឹងតិចមើលឡុកដល់តំបន់ណាឃ្លាំងយើងបាទគឺបងកាត់យកទៅបោះមួយនៅឲ្យឃ្លាំងសួរបងដូចជាយើងធ្វើហើយអញ្ចឹងយើងហាលអបប្រហែលកដៅបាទយើងយកឡុកបានបងហាល2ម៉ោងនាឡិកាបាទហើយជុងឲ្យអូនសុំចែករំលែករូបភាពបន្តណាបងនេះនេះបងប្អូននេះកំពុងហាលយើងធ្វើឲ្យកាលមិនសៀនមានចែករំលែកវិធីធ្វើធូបដែរប៉ុន្តែគេធ្វើកលុញក្នុងដៃបងប្អូនបងនេះកាត់មានម៉ាស៊ីនធ្វើធូបគឺបានយ៉ាងលះបានលឿនបងអាចដឹងថាក្នុងមួយថ្ងៃជាងបងបានធ្វើបានប្រហែលបាច់ធូបទេបង40ពាគីបាទបាទនេះជាផលិតផលយើងធ្វើរួចបងប្អូននេះក្នុងមួយបាច់យើងចែដឹងប្រហែលដើមណាចែ500ដើមហើយយើងរាប់bằngម៉ត់bằngដៃយើងឬមួយមានម៉ៃរាប់អូក្នុងមួយបាច់ជាង500ដើមបងប្អូនរាប់អង្គុយរាប់ហើយយើងចង់បាច់នេះហើយជាផលិតផលដែលសម្រាប់តែហើយlàយើងជីងយើងឡុកសួរហើយចែនឹងហើយlàយើងយកទៅឡុកយើងមានបិទផ្លាកបិទអីទេមិនណាបាទនេះសៀនអាដំដងឲ្យកាត់ទៅបងប្អូនហើយរួចខៃក៏ឃើញកាត់មានរបរថាធ្វើធូបជាងសៀនក៏ចែករំលែកឲ្យពុកម៉ែបងប្អូនបានទេសនាម៉ែវិសៀនអាដំដងលេងក្បែរទ្រង់គោនេះហើយជាងអាកំសត់ត្រង់សៀនវីឡុកសូមសង្ខេបវីឡុកត្រឹមនឹងសន្មតជួបពុកម៉ែបងប្អូនយើងនៅវីឡុកក្រោយចង់បញ្ចប់វីឡុកសៀនអុយសៀនជាងអាកំសត់សូមជូនពរមេមីងបងប្អូនយើងគ្រប់មជ្ឈដ្ឋាននៅក្នុងនិងក្រៅប្រទេសជួយគាំទ្រស្នេហានៅเพจសៀងផងឲ្យរួចហើយក៏ជួយ like share ឲ្យសៀងដើម្បីឆាប់មានកម្រៃដូច្នេះហើយជាងអាកំសត់ក៏សូមសង្ខេបវីឡុកត្រឹមនឹងសន្មតជួបពុកម៉ែយើងវីឡុកក្រោយបាយសូមជម្រាបលា